បាទកន្លងមកនេះឃើញថាភូមិឃុំរបស់ខ្ញុំនឹងមានការប្រែប្រួលមានអភិវឌ្ឍច្រើនអញ្ចឹងផ្លូវស្រះទឹកផ្សេងទៀតក៏ច្រើនដែរបាទផ្លូវនេះជួយសម្រួលមែនទែនប្រជាជនពលរដ្ឋរបស់ខ្ញុំធ្វើដំណើរទៅមកស្រួលអីចឹងពីដើមសំទោសថាពីដើមវាផ្លូវវាពិបាកអីចឹងយើងធ្វើដំណើរយឺតហើយរបស់របរដែលយើងផលិតបានដូចជាស្រូវដូចជាទំលងអីពិបាកដឹកជញ្ជូនណាហើយដល់បានផ្លូវស្រួលចឹងយើងធ្វើដំណើរល្អហើយសេវាកម្មក៏ល្អដែរគ្រូសិស្សានុសិស្សធ្វើដំណើរទៅសាលាមកសាលាតាន់ចិត្តលឿនតាន់ម៉ោងតាន់ពេលអីចឹងដល់លោកមេឃុំនេះក៏លោកឆ្វះស្វែងចំពោះប្រជាពលរដ្ឋជួយខ្នះខ្នែងគ្រប់និយាយទៅថាតាំងពីចាប់ផ្ដើមធ្វើផ្លូវកណ្ដាលគាត់ចុះជាប់រហូតចុះសួរសុខទុក្ខប្រជាពលរដ្ឋគ្រប់ទាំងអស់ខ្ញុំសូមលើកដៃគោរពដល់សម្ដេចទាំងពីរលោកសម្ដេចហ៊ុនសែនសម្ដេចធិបតីហ៊ុនម៉ាណែតលោកដឹកនាំល្អប្រជាពលរដ្ឋមានការអភិវឌ្ឍច្រើននៅក្នុងភូមិឃុំជាពលរដ្ឋរបស់ខ្ញុំនឹងនៅបានធ្វើដំណើរល្អដែលផ្លូវថ្មីហ្នឹងណាថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះឋានៈដឹកនាំខេត្តលោកអភិបាលខេត្តអភិបាលរងទាំងអស់ដែលលោកបានជួយជុំជ្រែងអភិវឌ្ឍភូមិឃុំរបស់ខ្ញុំហើយជូនពរឲ្យលោកមានសុខភាពល្អបញ្ជូនយឺនយូរ